បើសិនជាបងប្អូនគិតគូរទៅលើគុណភាពចំណីវាមិនមែនត្រឹមតែធ្វើឲ្យជ្រូកបងប្អូនធំលូតលាស់ល្អទេបងប្អូននឹងមានមោទនភាពលើខ្លួនឯងជាអ្នកដែលផ្គត់ផ្គង់ផលិតផលសាច់មួយប្រកបដោយគុណភាពអនាម័យសុវត្ថិភាពហើយសាច់ដែលប្រកបដោយគុណភាពឆ្ងាញ់ផងដែរពីមុនរហូតដល់បច្ចុប្បន្ននេះបងប្អូនអ្នកចិញ្ចឹមនៅតែប្រឈមគាត់កង្វះនៅចំណេះដឹងឬក៏កង្វះជាមួយនឹងបច្ចេកទេសជាមួយនឹងសារធាតុចិញ្ចឹមនៅក្នុងចំណីអញ្ចឹងអ្វីសំខាន់គឺគាត់មិនបានយល់ដឹងច្បាស់ថាតើអ្វីជាប្រូតអ៊ីននៅក្នុងចំណីអ្វីដែលជាធម្មពលនៅក្នុងចំណីហើយអ្វីដែលជាសារធាតុរ៉ែឬក៏វីតាមីននៅក្នុងចំណីទេគឺគាត់ធ្វើទៅតាមការតគ្នាហើយនៅពេលដែលគាត់ធ្វើទៅតាមការតគ្នានេះហើយធ្វើឲ្យគាត់មានការខាតបង់មានន័យថាគាត់ផ្ដល់ចំណីទៅមិនប្រកបទៅដោយគុណភាពឬក៏ផ្ដល់ចំណីទៅខុសអាចកើតជាបញ្ហាដូចសុខភាពសត្វមិនល្អឬក៏ការលូតលាស់មិនល្អធ្វើឲ្យសត្វនឹងក្រិនខាតសេដ្ឋកិច្ចរបស់គាត់អញ្ចឹងបងប្អូនត្រូវចាំថានៅក្នុងចំណីត្រូវមានសារធាតុ3ជាចាំបាច់គឺមានពពួកប្រូតេអ៊ីនធម្មពលនិងពពួកសារធាតុចិញ្ចឹមដែលមានពពួកវីតាមីននិងសារធាតុរ៉ែបើយើងនិយាយទៅលើការចិញ្ចឹមជ្រូកវិញកូនជ្រូកវាត្រូវការប្រូតេអ៊ីនចន្លោះពី21ទៅ22%ដោយឡែកសម្រាប់ជ្រូកសាច់ពី20ទៅ60វាត្រូវការប្រូតេអ៊ីនចន្លោះ19%ហើយពី60ដល់លក់វាត្រូវការប្រូតេអ៊ីនចន្លោះពី17កន្លះទៅ18%ដោយឡែកសម្រាប់ជ្រូកមេវិញវាត្រូវការប្រូតេអ៊ីនតែ15ទៅ16%ទេអានេះគឺសម្រាប់តែមេជ្រូកផើមនិងមេជ្រូកកំមុំណាដោយឡែកសម្រាប់តែមេជ្រូកបំបើដោះកូនវាត្រូវការប្រូតេអ៊ីនរហូតដល់18%ជាក់ស្ដែងចំណីដែលមានសារធាតុចិញ្ចឹមនិងប្រូតេអ៊ីនខ្ពស់យើងមិនអាចមើលឃើញនឹងភ្នែកបានទេពីព្រោះនៅលើសបកបេលើទីផ្សារអីគេអាចនឹងដាក់ប្រូតេអ៊ីននៅលើសបកបេជាក់ស្ដែងប៉ុន្តែអ្វីដែលសំខាន់ដែលអាចនឹងឆ្លុះបញ្ចាំងបានគឺបងប្អូនអាចពិនិត្យមើលខ្លួនឯងបានតាមរយៈអីនៅពេលដែលសត្វវាស៊ីចូលទៅតើវាផ្ដល់ជាលទ្ធផលបែបម៉េចមិនមែនមនុស្សដែលមើលឃើញប្រូតេអ៊ីនឬក៏ធម្មពលឬក៏សារធាតុរ៉ែនៅក្នុងសបកបេយើងគិតថាចំណីមួយហ្នឹងគឺមានសារធាតុគ្រប់គ្រាន់ទេគឺបងប្អូនត្រូវតែឆ្លុះបញ្ចាំងជាមួយនឹងការចិញ្ចឹមសត្វមានន័យថាសត្វស៊ីទៅការលូតលាស់វាយ៉ាងម៉េចសត្វស៊ីទៅវាសុខភាពវាយ៉ាងម៉េចវាប្រែប្រួលបែបម៉េចបើចំណីដែលមានប្រូតេអ៊ីនគ្រប់មានសារធាតុចិញ្ចឹមគ្រប់មានន័យថាសត្វស៊ីទៅការលូតលាស់វាលូតលាស់ល្អហើយនឹងសុខភាពរបស់វាល្អមានន័យថាវាអត់មានរាគឬក៏អត់មានបញ្ហាកកកើតឡើងខ្ញុំផ្ទាល់ណាខ្ញុំធ្វើការជាមួយនឹងបងប្អូនម្ចាស់កសិដ្ឋានជាមួយនឹងក្រុមហ៊ុនដែលគាត់ជាអ្នកដែលចុះទៅទិញជាមួយនឹងជ្រូកបងប្អូនដែលជាអ្នកដែលចិញ្ចឹមខ្ញុំបានស្គាល់ជាមួយនឹង AG Food គឺជាក្រុមហ៊ុនមួយដែលគាត់មានប្រភពច្បាស់លាស់ក្នុងការប្រមូលទិញហើយក៏មានកន្លែងដែលពិឃាតសត្វបានត្រឹមត្រូវសម្រាប់លក់ទៅលើទីផ្សារផងដែរខ្ញុំស្គាល់ AG Food តាំងពីឆ្នាំ2017តាមរយៈដែលយើងធ្វើការលើវិស័យចិញ្ចឹមសត្វដូចគ្នាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ធ្វើលើវិស័យចិញ្ចឹមសត្វគាត់ពិតជាស្គាល់ AG Food ព្រោះ AG Food គាត់ធ្វើការជាមួយនឹងអ្នកបច្ចេកទេសផ្សេងៗធ្វើការជាមួយនឹងម្ចាស់កសិដ្ឋានដែលគាត់ផ្ដោតសំខាន់ទៅលើការប្រមូលទិញហើយនឹងការផ្ដល់បច្ចេកទេសទៅដល់បងប្អូនដែលជាម្ចាស់កសិដ្ឋានឬក៏បងប្អូនដែលជាអ្នកចិញ្ចឹមសត្វហើយ AG Food គឺជាក្រុមហ៊ុនមួយដែលគាត់ទទួលទិញប្រមូលផលពីបងប្អូនដែលគាត់ជាអ្នកដែលចិញ្ចឹមសត្វពីម្ចាស់កសិដ្ឋានហើយជាក់ស្ដែងគាត់មានទីសត្វឃាតខ្លួនឯងផ្ទាល់ដែលប្រកបដោយស្តង់ដារអនាម័យនិងការវេចខ្ចប់មួយត្រឹមត្រូវសម្រាប់ចែកចាយទៅដល់បងប្អូនដែលជាចាស់ហាងចាស់ផ្សារទំនើបក៏ដូចជាបងប្អូនដែលគាត់យកទៅហូបផងដែរ AG Food គាត់សហការជាមួយនឹងបងប្អូនជាម្ចាស់កសិដ្ឋានយើងតាមជនបទគាត់សហការជាមួយនឹងម្ចាស់កសិដ្ឋានខ្នាតមធ្យមគាត់សហការជាមួយម្ចាស់កសិដ្ឋានដែលគាត់មានន័យថាគាត់ចង់ផ្គត់ផ្គង់ឬក៏គាត់ចង់ផ្ដល់ជាផលិតផលដែលប្រកបទៅដោយសុវត្ថិភាពហើយអ្វីដែល AG Food បានធ្វើនឹងការផ្ដល់ជាមួយនឹងទៅដល់បងប្អូនជាម្ចាស់កសិដ្ឋានវិញគឺគាត់ផ្ដល់ជាបច្ចេកទេសនៃការចិញ្ចឹមទី1ទី2គឺគាត់ផ្ដល់ជាមួយនឹងស្តង់ដារនៃការចិញ្ចឹមមួយប្រកបទៅដោយគេហៅថាសុវត្ថិភាពជាចំណីអាហារសុវត្ថិភាពអញ្ចឹងគាត់បានត្រួតពិនិត្យទាំងការចាក់វ៉ាក់សាំងទាំងការតម្លាក់សត្វល្អិតនិងការត្រួតពិនិត្យទៅលើចំណីដែលមិនឲ្យបន្ថែមជាមួយនឹងសារធាតុចិញ្ចឹមសារធាតុអរម៉ូនទេអញ្ចឹងជ្រូកឬក៏មាន់ដែលគាត់ទៅទិញមកគឺជាប្រភេទផលិតផលមួយដែលប្រកបទៅដោយសុវត្ថិភាពនិងសុខភាពល្អសម្រាប់ដល់អ្នកហូបខ្ញុំសំណូមពរដល់បងប្អូនដែលជាអ្នកចិញ្ចឹមបងប្អូនត្រូវតែគិតគូរទៅលើគុណភាពចំណីជាចម្បងពីព្រោះកាលណាបើសិនជាបងប្អូនគិតគូរទៅលើគុណភាពចំណីវាមិនមែនត្រឹមតែធ្វើឲ្យជ្រូកបងប្អូនមានសុខភាពល្អជ្រូកបងប្អូនមានការធំលូតលាស់ល្អទេបងប្អូននឹងមានមោទនភាពលើខ្លួនឯងមានន័យថាបងប្អូនជាអ្នកដែលផ្គត់ផ្គង់ផលិតផលសាច់មួយប្រកបដោយគុណភាពអនាម័យសុវត្ថិភាពហើយសាច់ដែលប្រកបដោយគុណភាពឆ្ងាញ់ផងដែរបងប្អូនដែលជាអ្នកដែលហូបវិញគាត់នឹងទទួលបានផលប្រយោជន៍គឺទទួលបានសាច់ប្រកបដោយសុវត្ថិភាពគុណភាពឆ្ងាញ់ហើយនឹងជួយឲ្យបងប្អូនអ្នកហូបនឹងគាត់ទទួលបាននូវសុខភាពល្អបង្ការជៀសវាងនៃជំងឺរ៉ាំរ៉ៃជំងឺឆ្លងអីផ្សេងៗតាមរយៈការបរិភោគសាច់ដែលមិនប្រកបដោយគុណភាពហ្នឹង